ទុនចាស់បានបច្ច័យ4អីក៏ជូនញោមគ្រាន់តែត្រេកអរនឹងប្រគុណម្ចាស់ដែលជាបព្វជិតអ្នកមានសិលប៉ុណ្ណឹងណាយើងអត់សូវដឹងគុណម៉ែឪទេលើកលែងតែកូនមានបញ្ញាសមាទិដ្ឋិបើខ្វះបញ្ញាពិចារណាថែមមកកំណត់មួយទៀតមកថាម៉ែឪត្រូវចិញ្ចឹមកូនអាហ្នឹងសូនឈឹងហ្មងទៅមិនដឹងជាត្រូវដឹងគុណម៉ែឪយ៉ាងម៉េចទៅទេបើថាម៉ែឪត្រូវចិញ្ចឹមកូនហើយហ្នឹងងែកងក់អីទៅថាម៉ែឪក្រម៉ែឪអត់មានអីឲ្យកូនអីឃើញមិត្តភក្តិអីគេកូនអ្នកមានអីចឹងទៅខឹងស្អប់ម៉ែឪខ្លួនឯងទៀតក៏តែមានដែរនឹងឯងប៉ុន្តែដល់ទៅកូនមានបញ្ញាណាគ្រាន់តែបានម៉ែឪចិញ្ចឹមឲ្យរស់ឲ្យសិក្សារៀនសូត្របានចេះដឹងប៉ុណ្ណឹងអត់មានចង់បានអីពីមេដាបិតាទៀតទេមានតែខំប្រឹងតបស្នងសងគុណមេដាបិតាហើយបានចូលកាន់ភ្នោះបួសជាបព្វជិតទៅទៀតឃើញតម្លៃនៃការបួសនឹងគឺវាក្រៃលែងណាស់ទៅហើយមានតែទៀមទាអីពីមេដាបិតាទៀតមានតែបានបច្ច័យ4អីជូនមេដាបិតាចឹងទៅទុនចាស់បានបច្ច័យ4អីក៏ជូនញោមនៅឯក្រោមនោះចឹងទៅហ្នឹងឯងឬក៏ថាចែកឋានទៅហើយចឹងទៅគ្រាន់តែត្រេកអរនឹងប្រគុណម្ចាស់ដែលជាបព្វជិតអ្នកមានសិលប៉ុណ្ណឹងណាមិនទៅកាន់ទុក្ខតិអស់ជាច្រើនសែនកាប់